សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍សាជាថ្មីមកកាន់ Channel កូនត្រីសម្រាយរឿងហើយនឹងដែរ Admin នឹងមកបន្តសាច់រឿងយើងបន្តទៀតអញ្ចឹងហើយដើម្បីកុំឲ្យខាតពេលវេលាយូរតោះយើងចូលទៅកាន់សាច់រឿងយើងទាំងអស់គ្នាសាច់រឿងក៏បានកាត់មកដល់ពេលព្រឹកពេលដែលភ្ញាក់ឡើងយ៉ាលីសារបស់យើងក៏បានឃើញគូរីគេងនៅក្រោមដើមឈើនៅខាងក្រៅតង់គូរីថែមទាំងបានដេកលើអាវឲ្យនាងថែមទៀតផងពេលដែលបានភ្ញាក់ឡើងហើយគូរីរបស់យើងបាននិយាយសួស្តីទៅកាន់យ៉ាលីសានាងក៏បានសួរគាត់ថាតើគាត់នឹងបានដេកលើអាវឲ្យនាងពិតមែនអត់គាត់ថាពិតមែនហើយលើអាវហ្នឹងគឺខ្ញុំជាអ្នកដែរនាងក៏បាននិយាយអរគុណទៅកាន់គូរីរបស់យើងគូរីក៏បានញញឹមទាំងទឹកមុខរីករាយតែម្ដងទៅនិយាយចប់អ្នកទាំងពីរក៏បាននាំគ្នាចេញទៅធ្វើការងារទាំងព្រឹកតែម្ដងទៅដល់កន្លែងការងារគាត់ក៏បានយកដុំថ្មមួយដុំឲ្យលីសាបានឃើញហើយពេលដែលយកញញួរទៅបំបីថ្មនោះឃើញថាគឺមានត្បូងពេជ្រជាច្រើននៅក្នុងនោះហើយត្បូងពេជ្រទាំងនេះគឺបាន3%នៃគោលដៅរបស់ពួកគេបាត់ទៅហើយត្បូងនេះដែរគឺមិនមែនមានតែប៉ុណ្្នឹងទេគូរីរបស់យើងក៏បានរកវាបានជាច្រើនថែមទៀតផងគូរីបាននិយាយថាយើងត្រូវតែយកដុំត្បូងទាំងនេះទៅបញ្ចូលគ្នាតែមួយហើយយើងនឹងមានឱកាសទទួលបានតម្លៃថ្លៃផងដែរហើយកញ្ញាលីសាបាននិយាយថានៅទីនេះគឺមានអ្នកដែលអាចធ្វើវាបានគឺមិនច្រើនជាង10នាក់នោះទេភ្លាមនោះស្រាប់តែគូរីរបស់យើងគេបានប្រើវេទមន្តអ្វីមួយយ៉ាងធ្វើត្បូងពេជ្រមួយនោះឲ្យទៅជា Magic Crystal តែម្ដងធ្វើឲ្យកញ្ញាលីសាមានអារម្មណ៍ថាភ្ញាក់ផ្អើលជាខ្លាំងព្រោះថាដើម្បីអាចធ្វើវាបានយើងត្រូវប្រើប្រាស់រយៈពេលជាច្រើនម៉ោងគូរីបាននិយាយថារូគេនឹងមិនអាចធ្វើវាបានម្ដងទៀតទេនៅពេលនេះហើយរូគេមានអារម្មណ៍ថារូគេគឺជា Craftman ដែលអាចប្រើប្រាស់វេទមន្តរបស់គេពេញ1ម៉ោងផងដែរយ៉ាលីសាបានគិតក្នុងចិត្តថារូគេនិងគូរីប្រៀបបីដូចជាមនុស្សពីរនាក់ដែលនៅពិភពមួយផ្សេងគ្នាអញ្ចឹងបន្ទាប់ពីពេលល្ងាចយ៉ាលីសាបានឲ្យគូរីដាក់នៅទីនេះតែម្នាក់ឯងហើយរូបនាងក៏បានដើរចាកចេញទៅដោយនាងបាននិយាយថាព្រឹកស្អែកគេនឹងត្រឡប់មកវិញហើយគូរីបាននិយាយថាឲ្យកញ្ញាយ៉ាលីសារបស់យើងមើលថែខ្លួនឯងផងធ្វើឲ្យកញ្ញាយ៉ាលីសារបស់យើងកាន់តែធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គូរីបាត់ទៅហើយនាងក៏បានយកគ្រីស្តាល់វេទមន្តនោះទៅឲ្យមនុស្សម្នាក់ទៀតបានឃើញដោយបុរសម្នាក់នោះបានសួរទៅកាន់នាងថាតើគ្រីស្តាល់វេទមន្តនេះនាងបានយកមកពីណាដែរហើយតើអ្នកណាដែលអាចរកវាបានហើយនាងក៏បានគិតមុនថារូគេប្រកាសជាសួរបែបនេះហើយរូបនាងក៏បានលើកបន្តោងខ្សែកមួយឲ្យទៅបុរសម្នាក់នោះបានឃើញនេះគឺជាបន្តោងខ្សែកដូចជានៅក្នុងក្រុម Flaming Dragon របស់គូរីអញ្ចឹងហើយនាងក៏បានទៅជួបនារីម្នាក់ទៀតដែលនាងមានឈ្មោះថាមីមីកូហើយនាងក៏បានបង្ហាញគ្រីស្តាល់វេទមន្តនោះទៅឲ្យមីមីកូបានឃើញមីមីកូក៏បានធ្វើការពិនិត្យមើលគ្រីស្តាល់វេទមន្តមួយនោះផងដែរចាលីសាបានសួរទៅកាន់មីមីកូថាតើត្បូងនេះមានតម្លៃប៉ុន្មានដែរហើយនាងក៏បានព្រមទិញត្បូងមួយនេះក្នុងតម្លៃ10 gold តែប៉ុណ្ណោះហើយនាងក៏បាននិយាយថានាងនៅសល់49ត្បូងទៀតដែលត្រូវលក់ហើយនាងក៏ទទួលបាន500 gold ពីមីមីកូផងដែរហើយនាងក៏បានសួរទៅកាន់យ៉ាលីសាថាតើនរណាជាអ្នកបង្កើតវាឡើងហើយមីមីកូក៏បានសួរទៅកាន់យ៉ាលីសាដោយសារតែរូបគេនឹងចង់ដឹងខ្លាំងមែនទែនថាអ្នកណាគឺជាអ្នកបង្កើតវាឡើងប៉ុន្តែយ៉ាលីសារបស់យើងគឺមិនបានប្រាប់អ្វីនោះឡើយហើយរូបនាងក៏បានដើរចាកចេញពីកន្លែងនោះតែម្ដងទៅហើយបន្តមកទៀតយ៉ាលីសាក៏បានមកជួបកញ្ញាគីសែលដែលរូបនាងបានសួរតាក់ទងទៅនឹងគូរីប៉ុន្តែគីសែលរបស់យើងនៅតែចង់លាក់បាំងហើយយ៉ាលីសារបស់យើងក៏បានលើកបន្តោងខ្សែកដែលជាក្រុម Flaming Dragon របស់គូរីផងដែរបន្តមកទៀតកញ្ញាគីសែលរបស់យើងបានសម្រេចចិត្តនិយាយរឿងរ៉ាវទាំងអស់ប្រាប់ទៅកាន់យ៉ាលីសាបន្ទាប់ពីបានប្រាប់រឿងរ៉ាវទាំងអស់ទៅកាន់កញ្ញាយ៉ាលីសារួចហើយរូបនាងក៏បានដើរចាកចេញទៅហើយសន្យាថារូបគេនឹងរក្សាការសម្ងាត់អំពីគូរីផងដែរពេលដែលនាងត្រឡប់មកជួបគូរីវិញនាងមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំងណាស់ដោយសារតែឃើញគូរីរបស់យើងធ្វើផ្ទះមួយខ្នងដើម្បីស្នាក់នៅហើយត្រឹមតែរយៈពេលមួយយប់តែប៉ុណ្ណោះហើយគូរីបាននិយាយថារូបគេបានសាងសង់ផ្ទះនេះនៅពេលដែលនាងបានធ្វើដំណើរចាកចេញទៅទីក្រុងមកម្លេះហើយរូបនាងក៏ពិតជាឆ្ងល់ខ្លាំងមែនទែនដោយសារតែគូរីនឹងធ្វើផ្ទះមួយនេះគឺត្រឹមតែរយៈពេលមួយយប់តែប៉ុណ្ណោះគូរីរបស់យើងបាននិយាយថានៅភូមិរបស់គេនឹងគឺធ្វើផ្ទះលឿនអញ្ចឹងឯងមានអ្វីគួរចាប់អារម្មណ៍នោះទេក៏ប៉ុន្តែគូរីរបស់យើងមានសមត្ថភាពពិសេសមួយយ៉ាងដែលមាន high rank ខ្ពស់ខ្លាំងមែនទែនដោយមិនមែនជាជំនាញប្រយុទ្ធគ្នានោះទេប៉ុន្តែជាជំនាញអ្វីផ្សេងសម្រាប់រឿងនេះដែរ admin សូមបញ្ចប់ត្រឹមនេះសិនចុះដោយសារតែភាគទី1រឿងនេះគឺខ្ញុំបានសម្រាយឲ្យអ្នកទាំងអស់គ្នាបានស្ដាប់រួចហើយអញ្ចឹងហើយសូមអ្នកទាំងអស់គ្នារងចាំទស្សនានៅភាគទី2បន្តទៀតហើយក៏សូមអធិស្ឋានផងដែរដោយសារខ្ញុំមិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើវាអញ្ចឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាបានយល់ផងដែរ